ពេលកូនបើត្រឡប់មកពីសាលារៀនវិញបងប្អូនចាហើយទៅមើលទៅឃើញបកា3គ្រាប់នៅកធុងហើយទៅគាត់ចង់រួយំអីចឹងណាបងប្អូនដោយសារតែគាត់ចង់ញ៉ាំបកាហើយទៅសុំប៉ាទិញបកាចឹងទៅក៏ប៉ាពេលមកដល់ឃើញមាន3គ្រាប់អីចឹងហើយទៅគ្រួសារខ្ញុំក៏គាត់ប្រេងលេងអីចឹងណាបងប្អូនចាគាត់ថាមានបកា3គ្រាប់នឹងឯងយកញ៉ាំទៅខ្លួនឯងទូចឹងញ៉ាំប៉ុណ្ណឹងឆ្អែតហើយទៅរួយំហ្មងព្រោះតិចពេកគេគិតថាញ៉ាំមិនឆ្អែតអីចឹងណាតាមពិតប៉ាយកទៅលាក់ហើយទៅគេដើររលេចក៏ជើងត្បូងអញ្ចឹងទៅក៏ឃើញទៅយកមកឲ្យខ្ញុំដាក់ស្ងោរអញ្ចឹងណាបងប្អូនចាអញ្ចឹងយកមកដល់អត់មានធ្វើអីទេបងប្អូនថ្ងៃនេះដោយសារថាបញ្ញាំដែរព្រោះថ្ងៃហើយអញ្ចឹងណាហើយទៅអត់មានធ្វើអីទេមានតែយកទៅស្ងោរហើយជ្រលក់ជាមួយទឹកត្រីកោះកុងនឹងឯងបងប្អូនចាយកមកដល់គឺដាក់លាងសម្អាតពីបេះទឹករួចហើយក៏ទៅដាំទឹកសម្រាប់ស្ងោរតែម្ដងទៅបងប្អូនចាហើយយើងដាំទៅយើងមានបន្ថែមស្លឹកក្រូចសើចខ្ទឹមសរំដេងម្ទេសអីបន្តិចចឹងណាបងប្អូនចាហើយនឹងមានថែមដូចជាអំបិលប៊ីចេងហើយនឹងរ៉ូឌីបន្តិចដែរបងប្អូនចានិយាយរួមយើងដាក់បន្តិចបានហើយបងប្អូនដើម្បីពេលយើងដាក់បកាស្ងោរទៅបកាយើងមានរសជាតិកាន់តែឆ្ងាញ់អីចឹងណាបងប្អូនចាហើយនឹងមានក្លិនឈ្ងុយផងដែរអញ្ចឹងបន្ទាប់មកគឺចាប់ផ្ដើមគ្របទឹកឲ្យពុះអញ្ចឹងណាបងប្អូនចាំមើលតែទឹកពុះហើយខ្ញុំក៏បានយកបកាដែលលាងសម្អាតរួចហ្នឹងមកដាក់ចូលតែម្ដងតបងប្អូនចាបន្ទាប់មកគឺបន្តគ្របរហូតដល់ទឹកពុះម្ដងទៀតអីអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺស្រង់បង្គាតែម្ដងតបងប្អូនចាហើយទៅយើងទុកម្លេចសិនបងប្អូនចាអញ្ចឹងបន្ទាប់ពីស្រង់បកាទុកម្ល៉េះហើយខ្ញុំក៏ចាប់ផ្ដើមមកបុកទឹកត្រីកោះកុងវិញម្ដងបងប្អូនចាព្រោះទឹកត្រីកោះកុងនេះជាមួយបកាស្រស់គឺថាឆ្ងាញ់មែនទែនបងប្អូនចាហើយថ្ងៃនេះខ្ញុំមានតសក់ដែងអញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺថាយើងយកមកតំណាប់ជាមួយតសក់ហើយមានបកាថ្ងៃនេះគឺថាស្រស់ហើយរសជាតិគឺឆ្ងាញ់មែនទែនបងប្អូនសាច់ផ្អែមអីអញ្ចឹងណាពេលខ្លះយើងទិញប៉ះសាច់ល្អអញ្ចឹងទៅគឺផ្អែមឆ្ងាញ់ពេលខ្លះប៉ះសាច់ខ្លះគឺថារៀងខ្សោះអីអញ្ចឹងណាបងប្អូនតែថ្ងៃនេះគឺថាសាច់បកាថ្ងៃនេះគឺឆ្ងាញ់មែនទែនបងប្អូនចាស់មានរសជាតិផ្អែមហើយបូករួមនឹងទឹកត្រីកោះកុងយើងឆ្ងាញ់ទៀតអីអញ្ចឹងណាបងប្អូនចាស់គឺថាជាតែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ជួយសូមជួយចុច like share follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីក្រោយៗទៀតអរគុណច្រើនបាយបាយ